សម្លដែលពេញនិយមសម្រាប់គ្រួសារនីមួយៗគឺភាគច្រើនគឺគេចូលចិត្តធ្វើសម្លម្ជូរចាហើយដល់ឡែកថ្ងៃនេះនាងខ្ញុំនឹងធ្វើការលើកយកនៅសម្លមួយដែលយើងហៅថាសម្លម្ជូរគ្រឿងសាច់គោហើយជាមួយនឹងគ្រឿងផ្សំដោយដែលនាងខ្ញុំបានបង្ហាញទៅលើពុកម៉ែបងប្អូនចាដូចជាមានជាមួយនឹងសាច់គោបងប្អូនអាចជ្រើសរើសបានតាអាចជ្រើសរើសសាច់គោប្រភេទសាច់គោយាវមានតសៃមានសួតបន្តិចទៅមានគ្រឿងក្នុងលេងបន្តិចទៅចាហ្នឹងហើយគឺជាចំណុចសំខាន់ដែលវាអាចតាក់ទាញឲ្យម្ហូបរបស់យើងកាន់តែឆ្ងាញ់ហើយនៅក្នុងនោះគឺយើងមិនភ្លេចទេជាមួយនឹងស្លឹកក្រូចសើចចាហើយជាមួយនឹងប្រហុកហើយម្ជូរអំពិលបងប្អូនខ្លះក៏អត់ចូលចិត្តប្រើម្ជូរអំពិលទេបងប្អូនអាចប្រើម្ជូរសណ្តាន់អីចឹងទៅចាហើយមួយយ៉ាងវិញទៀតនៅក្នុងការធ្វើនេះនាងខ្ញុំមិនបានថតជូនជាមួយនឹងការដំខ្ទឹមថែមបន្តិចណាព្រោះត្រឡប់នាងខ្ញុំជួយចិត្តថែមខ្ទឹមពីលើគ្រឿងដែលនាងខ្ញុំបុកបន្ថែមហ្នឹងចាហើយគ្រឿងរបស់យើងហ្នឹងគឺដូចជាពុកម៉ែបងប្អូនបានដឹងថាមានតាំងពីគល់ស្លឹកគ្រៃមានតាំងពីរំដេងមានតាំងពីចាជាមួយនឹងយើងហៅថាស្លឹកក្រូចសើចថែមបន្តិចទៅហើយមានខ្ទឹមសហើយក៏មានជាមួយនឹងគេដាក់លាយជាមួយនឹងល្មៀតបន្ថែមទៀតចាអញ្ចឹងនៅក្នុងនេះគឺយើងអាចធ្វើបានដោយខ្លួនឯងក៏បានបងប្អូនចង់ទៅទិញនៅផ្សារក៏បានដែរចាគឺងាយទេគ្រាន់តែយើងយកមកយើងថែមគ្រឿងតិចតួចទៅគឺអូខេហើយចាហើយតកួនរបស់យើងគឺយើងកាត់តាមរបៀបដែលខ្ញុំបានបង្ហាញនៅក្នុងវីដេអូនេះទៅពុកម៉ែបងប្អូនហើយបើនិយាយពីជំហាននីមួយៗនៅក្នុងការធ្វើបងប្អូនក៏អាចមើលពីរបៀបដែលខ្ញុំបានដាក់ចាជូនទៅកាន់ពុកម៉ែបងប្អូនចាហើយនៅពេលដែលយើងបានអនុវត្តហើយយើងទទួលបាននៅសម្លម្ជូរគ្រឿងសាច់គោមួយដ៏ឆ្ងាញ់មែនទែនចាសម្រាប់គ្រួសារអរគុណពុកម៉ែបងប្អូន